ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខបង្អែមមួយដែលជាផ្លែឈើតាមរដូវរបស់ប្រជាជនខ្មែរយើងហើយជាក់ស្ដែងនៅខែនេះគឺសម្បូរមែនតើបងប្អូនគឺស្វាយទុំចាហើយស្វាយទុំនេះគឺជាប្រភេទស្វាយកែវល្មៀនខ្ញុំបេះមកពីផ្ទះបងប្អូនខ្ញុំផ្ទាល់តែម្ដងគឺបេះលក្ខណៈចាស់ជាបងប្អូនចឹងខែនេះវាលេងខ្ចីវាដាក់គ្រាប់អស់ហើយពីមុនមកអាពេលខែខ្ចីនិយាយទៅតែប៉ុណ្្នេះអីគឺវានៅខ្ចីឡើយវានៅខៀវឡើយបងប្អូនប៉ុន្តែដល់ទៅពេលឥឡូវនេះវាចូលដល់រដូវស្វាយទុំជាងទោះបីជាវានៅទួយក៏ដោយអីវាចាប់តាមដាក់គ្រាប់ដែរហើយយើងត្រូវដាក់បេះវាមកដាក់កញ្ច្រែងអញ្ចឹងបងប្អូនដាក់កញ្ច្រែងទុកចោលអញ្ចឹងចាទៅខំតា3 4ថ្ងៃវាចាប់ដើមទុំម្ដងមួយហើយដូចយ៉ាងនេះអីខ្ញុំបេះយកមកទុកប្រហែលជាខ្ទង់មួយអាទិត្យទេបងប្អូនអញ្ចឹងហើយមួយចាននេះទៅ3ផ្លែណាបងប្អូនប្រភេទស្វាយនេះនិយាយទៅគ្រាប់វាទុយមែនតែនទុយហើយនេះប្រភេទកែវល្មៀនសនេះខ្ចីវាឆ្ងាញ់ទៅបងប្អូនគេអត់សូវជូរវិញលក្ខណៈជូរអែមឆ្ងាញ់ហើយពេលទុំក៏វាឆ្ងាញ់ជាងអាមកប្រភេទទៀតហៅកែវល្មៀនខ្មៅនៅតំបន់ខ្ញុំគេហៅថាកែវល្មៀនខ្មៅនៅខេត្តខ្ញុំខ្ញុំអត់ដឹងថានៅបងប្អូនគេហៅអីគេឯងអញ្ចឹងវាមានកែវល្មៀនសកែវល្មៀនខ្មៅហើយអ្នកតែខ្ញុំចូលចិត្តអាកែវល្មៀនសនេះខ្ចីក៏ឆ្ងាញ់ទុំក៏ឆ្ងាញ់ដែរបងប្អូនអញ្ចឹងអញ្ជើញភាសាទាំងអស់គ្នាណាបងប្អូនចាចង់ដឹងរសជាតិវាបែបម៉េចផ្អែមត្រជាក់តែម្ដងបងប្អូនដាក់ក្លាសេឲ្យខ្ញុំយកមកញ៉ាំឆ្ងាញ់ណាបងប្អូនញ៉ាំជាបង្អែមក៏បានអាចញ៉ាំជាមួយបាយក៏បានដែរជាមួយនឹងត្រីងៀតឬត្រីប្រឡៃហ្នឹងធូរពងកស្រួលចាឆ្ងាញ់បងប្អូនហើយមកជួយស្វាយនេះវាសម្បូរវីតាមីនណាជាពិសេសគឺពពួកវីតាមីន C ហើយវាក៏មានពពួក fiber ដែរណាន័យថាវាជួយសម្រួលការបន្តបងចាចឹងល្អមែនតើសំខាន់គឺវាផ្អែមខ្ញុំផ្លែឈើចូលចិត្តផ្អែមជួយញ៉ាំចូលចិត្តទេស្វាយក៏ចឹងដែរចូលចិត្តស្វាយណាស់រៀងផ្អែមហើយកែវល្មៀននេះពេញនិយមណានៅក្នុងស្រុកយើងតម្លៃវាក៏រៀងធូរថ្លៃហើយមួយទៀតវារៀងគ្រាប់វាទុយបានតែសាច់ច្រើនតែប៉ុណ្្នេះអីមួយចានណាបងប្អូនតែ3ផ្លែទេមួយចានពេញហ្មងខ្ញុំអាចញ៉ាំ2ពេលបណ្ដោះម៉ែខ្ញុំក៏ចូលចិត្តដែរស្វាយទុំក៏ចូលចិត្តហូបមែនតើក៏ចូលចិត្តភាសាមួយបាយក៏ដូចជាបង្អែមលាងមាត់មកប្រភេទទៀតបងប្អូនចង់លេងមួយទឹកដោះគោក៏ឆ្ងាញ់ដែរចិត្តវាទុយល្មមទៅដាក់មួយទឹកដោះគោស្រស់យើងហ្នឹងហើយវាយទឹកកកបន្តិចឬក៏បងប្អូនដាក់ក្លាសេឆ្ងាញ់តែម្ដងមួយទៀតបងប្អូននៅតាមខេត្តណាគាត់ភាគច្រើនដោយសារតែស្វាយវាសម្បូរខែហ្នឹងណាខ្ញុំភាគច្រើនគាត់យកទៅធ្វើជាតំណាប់ស្វាយបើគោធ្វើជាតំណាប់ស្វាយដោយសារស្វាយវាសម្បូរមែនតែនស្វាយទុំតែខ្ញុំចូលចិត្តញ៉ាំស្វាយអញ្ចឹងព្រោះវាផ្អែមបងប្អូនឆ្ងាញ់មែនតើញ៉ាំលេងចង់អស់ហើយមួយចានចាអរគុណច្រើនបងប្អូនចាសម្រាប់ទស្សនាវីដេអូរបស់នាងខ្ញុំហើយក្នុងពេលក្រោយខ្ញុំនឹងលើកយកម្ហូបខ្មែរយើងក៏ដូចជាបង្អែមខ្មែរយើងលក្ខណៈតាមរដូវកាលតាមលក្ខណៈផ្លែឈើតាមរដូវចែកជូនបងប្អូនទស្សនាទៀតចាអរគុណច្រើនសូមព្រះអង្គប្រទានពរ